គេមិនដឹងទេថាមនុស្សដែលដើរចេញក៏ឈឺចាំមិនតិចជាងមនុស្សដែលត្រូវគេទុកចោលដែរមានពាក្យមួយដែលខ្ញុំធ្លាប់ឮមនុស្សជាច្រើននិយាយអ្នកជាអ្នកដើរចេញដូច្នេះអ្នកមិនឈឺចាប់ទេអ្នកជាអ្នកបោះបង់ដូច្នេះអ្នកមិនមានសិទ្ធិយំទេអ្នកជាអ្នកសម្រេចចិត្តដូច្នេះអ្នកមិនមានអ្វីត្រូវសោកស្ដាយទេក៏ប៉ុន្តែការពិតជាបែបនោះមែនទេតើមនុស្សដែលដើរចេញពិតជាមិនយំមែនទេតើមនុស្សដែលនិយាយពាក្យថាលាពិតជាមិនឈឺចាប់ទេមែនទេតើមនុស្សដែលបិទទ្វារមួយពិតជាបានបិទបេះដូងរបស់ខ្លួនដែរមែនទេមានរឿងមួយដែលគ្មាននរណាបានឃើញគ្មាននរណាបានដឹងគ្មាននរណាសួរមនុស្សគ្រប់គ្នាឃើញតែអ្នកដែលនៅសល់ឃើញតែអ្នកដែលត្រូវគេទុកចោលឃើញតែទឹកភ្នែករបស់អ្នកដែលរងចាំក៏ប៉ុន្តែគ្មាននរណាឃើញទឹកភ្នែករបស់មនុស្សដែលដើរចេញទៅទេគ្មាននរណាគេឃើញថាមុនពេលដែលគេសម្រេចចិត្តដើរចេញតើគេបានយំអស់ប៉ុន្មានបានត្រាំអស់ប៉ុន្មានបានផ្ដល់ឱកាសអស់ប៉ុន្មានបានប្រាប់ខ្លួនឯងថាត្រាំបន្តិចទៀតទៅប្រហែលជាអ្វីនឹងល្អឡើងប្រហែលជាគេនឹងផ្លាស់ប្ដូរក៏ប៉ុន្តែនៅថ្ងៃមួយមនុស្សម្នាក់ក៏អស់កម្លាំងចិត្តមិនមែនអស់ស្នេហាទេប៉ុន្តែអស់កម្លាំងនឹងការឈឺចាប់ដដែលអស់កម្លាំងនឹងការសង្ឃឹមដែលមិនអាចคลายទៅជាការពិតអស់កម្លាំងនឹងការរងចាំមនុស្សម្នាក់ដែលមិនដែលឃើញទឹកភ្នែករបស់ខ្លួនហើយនៅថ្ងៃដែលគេសម្រេចចិត្តដើរចេញមនុស្សគ្រប់គ្នានឹងនិយាយថាអ្នកជាអ្នកបោះបង់អ្នកគ្មានចិត្តអ្នកមិនបានស្រឡាញ់គេពិតទេប៉ុន្តែគ្មាននរណាដឹងទេថាការនិយាយពាក្យថាលាមួយម៉ាត់វាបានបំបែកបេះដូងរបស់គេដូចគ្នាគ្មាននរណាគេដឹងថាយប់នោះមនុស្សដែលដើរចេញក៏យំដូចគ្នាគ្រាន់តែពួកគេជ្រើសរើសយំនៅកន្លែងដែលគ្មានអ្នកណាឃើញនោះហើយគឺជារឿងដែលយើងនិយាយនៅក្នុងវីដេអូមួយនេះការពិតដែលមនុស្សភាគច្រើនមិនធ្លាប់គិតដល់ការពិតដែលថាមនុស្សដែលដើរចេញក៏ឈឺចាប់មិនតិចជាងមនុស្សដែលត្រូវគេទុកចោលដែរហើយក៏ប្រហែលជានៅពេលដែលអ្នកបានស្ដាប់វីដេអូនេះរហូតដល់ចប់អ្នកនឹងយល់ថាការឈឺចាប់មិនអាចវាស់បានថានរណាជាអ្នកដើរចេញឬក៏នរណាជាអ្នកដែលត្រូវគេទុកចោលនោះទេនៅពេលខ្លះអ្នកទាំងពីរសិតតែកំពុងឈឺចាប់មុនពេលដែលមនុស្សម្នាក់ដើរចេញពួកគេបានព្យាយាមអស់ពីបេះដូងហើយមានមនុស្សជាច្រើនដែលគិតថាការដើរចេញគឺជាការសម្រេចចិត្តមួយដែលកើតឡើងភ្លាមដូចជាមនុស្សម្នាក់ភ្ញាក់ពីដំណេកនៅព្រឹកមួយហើយក៏និយាយថាថ្ងៃនេះខ្ញុំមិនស្រឡាញ់គេទៀតទេប៉ុន្តែការពិតការដើរចេញស្ទើរតែមិនដែលចាប់ផ្ដើមនៅថ្ងៃដែលអ្នកនិយាយពាក្យថាលានោះទេវាចាប់ផ្ដើមតាំងពីថ្ងៃដែលអ្នកចាប់ផ្ដើមយំដោយស្ងាត់តាំងពីថ្ងៃដែលអ្នកចាប់ផ្ដើមលាក់អារម្មណ៍របស់ខ្លួនតាំងពីថ្ងៃដែលអ្នកចាប់ផ្ដើមមានអារម្មណ៍ថាអ្នកកំពុងតែប្រឹងម្នាក់ឯងមានមនុស្សខ្លះគេមើលឃើញតែថ្ងៃដែលអ្នកដើរចេញប៉ុន្តែគេមិនដែលឃើញថ្ងៃរាប់រយដែលអ្នកសម្រេចចិត្តនៅបន្តគេមិនដែលមើលឃើញរាល់ការអភ័យទោសដែលអ្នកបានផ្ដល់ឲ្យរាល់ឱកាសដែលអ្នកបានឲ្យរាល់ទឹកភ្នែកដែលអ្នកបានលាក់ទុករាល់យប់ដែលអ្នកគេងមិនលក់ព្រោះតែខ្លាចបាត់បង់មនុស្សម្នាក់អ្នកព្យាយាមយល់ពីគេអ្នកព្យាយាមអត់ធ្មត់អ្នកព្យាយាមកែប្រែខ្លួនឯងអ្នកព្យាយាមរកហេតុផលដើម្បីនៅបន្តនៅពេលខ្លះអ្នកថែមទាំងបន្ទោសខ្លួនឯងទៀតផងអ្នកគិតថាប្រហែលជាខ្ញុំមិនល្អគ្រប់គ្រាន់ប្រហែលជាខ្ញុំគួរតែអត់ធ្មត់ជាងនេះប្រហែលជាខ្ញុំគួរតែនៅស្ងៀមជាងនេះប្រហែលជាខ្ញុំគួរតែលះបង់ឲ្យច្រើនជាងនេះហើយដោយសារតែអ្នកស្រឡាញ់អ្នកនៅតែបន្តផ្ដល់ឱកាសម្ដង2ដង10ដង20ដងរហូតដល់អ្នកលែងចាំថាតើអ្នកកំពុងតែរក្សាទំនាក់ទំនងឬក៏កំពុងតែបង្ខំខ្លួនឯងឲ្យរស់នៅក្នុងការឈឺចាប់មានពាក្យមួយដែលខ្ញុំចង់ឲ្យអ្នកចងចាំមនុស្សដែលដើរចេញភាគច្រើនមិនមែនជាមនុស្សដែលបោះបង់មុនគេទេផ្ទុយទៅវិញពួកគេច្រើនតែជាមនុស្សដែលព្យាយាមយូរជាងគេ
ពួកគេព្យាយាមរហូតដល់គ្មានអ្វីឲ្យព្យាយាមបន្តទៅទៀតពួកគេសង្ឃឹមរហូតដល់គ្មានអ្វីឲ្យសង្ឃឹមទៀតពួកគេអត់ធ្មត់រហូតដល់បេះដូងលែងមានកម្លាំងអត់ធ្មត់តទៅទៀតហើយនៅថ្ងៃដែលពួកគេនិយាយថាខ្ញុំទៅហើយមនុស្សគ្រប់គ្នានឹងគិតថាពួកគេបានបោះបង់ប៉ុន្តែគ្មាននរណាម្នាក់ដឹងទេថាការបោះបង់ពិតប្រាកដមិនមែនកើតឡើងនៅថ្ងៃដែលពួកគេដើរចេញនោះទេវាបានកើតឡើងនៅថ្ងៃដែលពួកគេដឹងថាបើទោះបីជាខំប្រឹងប៉ុន្មានដងក៏ដោយពួកគេមិនអាចរក្សាទំនាក់ទំនងមួយតែម្នាក់ឯងបានទេនោះហើយគឺជាមូលហេតុដែលមនុស្សដើរចេញនៅតែឈឺចាំមិនមែនព្រោះពួកគេសោកស្ដាយដែលបានដើរចេញទេប៉ុន្តែព្រោះតែពួកគេសោកស្ដាយដែលការខិតខំប្រឹងប្រែងទាំងអស់មិនអាចរក្សាមនុស្សដែលខ្លួនស្រឡាញ់បានក៏ប៉ុន្តែមានរឿងមួយដែលគ្មាននរណាបានឃើញមនុស្សគ្រប់គ្នាឃើញតែថ្ងៃដែលពួកគេដើរចេញប៉ុន្តែគ្មាននរណាឃើញទេថាការសម្រេចចិត្តនោះបានបំបែកបំបាក់បេះដូងរបស់ពួកគេមុនពេលដែលពួកគេបិទទ្វារចេញទៅទៀតអ្នកដែលដើរចេញក៏បាត់បង់មនុស្សដែលខ្លួនឯងស្រឡាញ់ដូចគ្នាមានរឿងមួយដែលមនុស្សជាច្រើនមិនធ្លាប់គិតដល់នៅពេលដែលមនុស្សម្នាក់ដើរចេញមនុស្សគ្រប់គ្នានិយាយអំពីអ្នកដែលត្រូវគេទុកចោលគ្រប់គ្នានិយាយថាអូគេគួរឲ្យអាណិតណាស់គេប្រកាសជាឈឺចាប់ខ្លាំងណាស់ប៉ុន្តែគ្មាននរណាសួរទេថាចុះមនុស្សដែលដើរចេញវិញតើគេមានអារម្មណ៍បែបណាតើគេពិតជាមានសុភមង្គលដោយដែលមនុស្សគិតមែនទេការពិតនោះនៅថ្ងៃដែលអ្នកដើរចេញអ្នកក៏បាត់បង់មនុស្សដែលអ្នកស្រឡាញ់ដូចគ្នាអ្នកក៏បាត់បង់ការចងចាំទាំងអស់អ្នកក៏បាត់បង់ទម្លាប់ដែលធ្លាប់មានជាមួយគ្នាអ្នកក៏បាត់បង់សារនៅពេលព្រឹកការជូនពរមុនគេងកន្លែងដែលធ្លាប់ទៅជាមួយគ្នាបទចម្រៀងដែលធ្លាប់ស្ដាប់ជាមួយគ្នារូបថតដែលធ្លាប់ញញឹមជាមួយគ្នាអ្នកបាត់បង់វាទៅទាំងអស់ក៏មិនខុសពីអ្នកដែលត្រូវគេទុកចោលនោះទេហើយអ្វីដែលឈឺចាប់ជាងនេះគឺអ្នកគ្មានសិទ្ធិបង្ហាញថាខ្លួនឯងឈឺចាប់ពីព្រោះមនុស្សភាគច្រើននឹងនិយាយថាអ្នកជាអ្នកដើរចេញតើមានអ្វីត្រូវយំអ្នកជាអ្នកសម្រេចចិត្តតើមានអ្វីត្រូវសោកស្ដាយប៉ុន្តែពួកគេមិនដឹងទេថាការសម្រេចចិត្តខ្លះមិនមែនធ្វើដោយសារតែចង់ធ្វើទេវាត្រូវបានធ្វើព្រោះតែគ្មានជំរើសផ្សេងទៀតមានយប់ជាច្រើនដែលអ្នកលើកទូរស័ព្ទឡើងចង់ផ្ញើសារទៅគេចង់សួរថាតើអ្នកសុខសប្បាយទេថ្ងៃនេះអ្នកញ៉ាំបាយហើយឬនៅក៏ប៉ុន្តែអ្នកក៏ដាក់ទូរស័ព្ទចោលទៅវិញមិនមែនព្រោះតែអ្នកលេងនឹកទេប៉ុន្តែព្រោះតែអ្នកដឹងថាការត្រឡប់ទៅវិញនឹងធ្វើឲ្យអ្នកទាំងពីរឈឺចាប់ដដែលអ្នកឆ្លងកាត់ផ្លូវដែលធ្លាប់ដើរមកជាមួយគ្នាហើយបេះដូងអ្នកនៅតែលោតខុសចង្វាក់អ្នកឮបទចម្រៀងមួយហើយការចងចាំទាំងអស់ក៏ត្រឡប់មកវិញអ្នកបានមើលរូបថតចាស់ៗហើយសួរខ្លួនឯងថាហេតុអ្វីដែលធ្លាប់តែស្រស់ស្អាតបែរជាបញ្ចប់ទៅបែបនេះអ្នកដែលដើរចេញក៏នឹកគេដូចគ្នាក៏ខ្វល់ពីគេដូចគ្នាក៏បារម្ភពីគេដូចគ្នាគ្រាន់តែពួកគេជ្រើសរើសត្រឹមនឹងការនឹកទាំងនោះក៏ព្រោះតែពួកគេដឹងថាការនឹកមិនមែនជាហេតុផលគ្រប់គ្រាន់ដើម្បីត្រឡប់ទៅរកការឈឺចាប់ម្ដងទៀតទេហើយក៏ប្រហែលជានេះហើយជាការឈឺចាប់ដែលគ្មាននរណាមើលឃើញអ្នកត្រូវធ្វើដូចជាអ្នករឹងមាំអ្នកត្រូវធ្វើដូចជាអ្នកមិនអីអ្នកត្រូវធ្វើដូចជាការសម្រេចចិត្តរបស់អ្នកងាយស្រួលប៉ុន្តែនៅក្នុងចិត្តអ្នកដឹងច្បាស់ថាគ្មានថ្ងៃណាមួយដែលអ្នកដើរចេញដោយមិនបែកបេះដូងនោះទេនៅពេលខ្លះការដើរចេញមិនមែនជាជ័យជំនះទេមានមនុស្សជាច្រើនគិតថាអ្នកដែលដើរចេញគឺជាអ្នកឈ្នះពួកគេគិតថាអ្នកជាអ្នកសម្រេចចិត្តដូច្នេះអ្នកមិនឈឺចាប់ទេអ្នកជាអ្នកចាកចេញទៅដូច្នេះអ្នកមានសេរីភាពហើយអ្នកជាអ្នកបញ្ចប់ទំនាក់ទំនងដូច្នេះអ្នកប្រកាសជាសប្បាយចិត្តក៏ប៉ុន្តែបើអ្នកធ្លាប់ដើរចេញពីមនុស្សដែលអ្នកស្រឡាញ់ពិតប្រាកដអ្នកនឹងដឹងថាគ្មានជ័យជំនះអ្វីទាំងអស់មានតែភាពស្ងប់ស្ងាត់ដែលលាយឡំជាមួយនឹងទឹកភ្នែកមានតែការដកដង្ហើមវែងដែលពោរពេញទៅដោយការសោកស្ដាយ
ហើយក៏មានតែបេះដូងមួយដែលត្រូវបង្ខំឲ្យទទួលយករឿងដែលខ្លួនមិនធ្លាប់ចង់ទទួលយកមនុស្សដែលដើរចេញមិនបានអបអរសាទរខ្លួនឯងទេពួកគេមិនបាននិយាយថាទីបំផុតខ្ញុំបានឈ្នះហើយផ្ទុយទៅវិញពួកគេអង្គុយស្ងៀមហើយសួរខ្លួនឯងថាតើខ្ញុំធ្វើរឿងត្រឹមត្រូវហើយឬនៅតើខ្ញុំគួរតែត្រឹមបន្តិចទៀតដែរទេតើខ្ញុំគួរតែប្រញាប់ចេញពេកដែរឬក៏អត់សំណួរទាំងនេះវិលត្រឡប់មករកពួកគេម្ដងហើយម្ដងទៀតជាពិសេសនៅពេលយប់នៅពេលដែលគ្មានសម្លេងអ្វីក្រៅពីសម្លេងបេះដូងរបស់ខ្លួនឯងនៅពេលខ្លះពួកគេឃើញរូបថតចាស់មួយសន្លឹកពួកគេញញឹមហើយមួយសន្ទុះក្រោយមកក៏ស្រក់ទឹកភ្នែកមិនមែនព្រោះតែពួកគេចង់ត្រឡប់ទៅវិញទេប៉ុន្តែព្រោះតែពួកគេនឹកដល់មនុស្សម្នាក់ដែលធ្លាប់មានន័យខ្លាំងនៅក្នុងជីវិតការចងចាំល្អមិនបានបាត់ទៅជាមួយការបែកបាក់ទេវានៅទីនោះដដែលហើយជួនកាលការចងចាំដ៏ស្រស់ស្អាតទាំងនោះគឺជារឿងដែលធ្វើឲ្យអ្នកដែលដើរចេញឈឺចាប់បំផុតព្រោះពួកគេមិនស្អប់អតីតកាលទេពួកគេស្រឡាញ់វាក៏ប៉ុន្តែពួកគេដឹងថាមិនមែនអ្វីដែលស្រស់ស្អាតទាំងអស់សុទ្ធតែអាចនៅជាមួយយើងរហូតនោះទេហើយនៅពេលខ្លះការចាកចេញមិនមែនជាការជ្រើសរើសរវាងសុភមង្គលនិងការឈឺចាប់ទេវាគឺជាការជ្រើសរើសរវាងការឈឺចាប់ដែលគ្មានទីបញ្ចប់និងការឈឺចាប់ដែលថ្ងៃណាមួយនឹងអាចជាសះស្បើយនោះគឺជាហេតុផលដែលអ្នកដើរចេញមិនមានអារម្មណ៍ថាខ្លួនឯងឈ្នះឡើយពួកគេគ្រាន់តែជ្រើសរើសរបួសដែលអាចជាសះស្បើយជំនួសឲ្យរបួសដែលនឹងហូរឈាមរាល់ថ្ងៃហើយប្រហែលជានេះហើយជាការពិតដែលមនុស្សភាគច្រើនមិនធ្លាប់យល់អ្នកដែលដើរចេញមិនមែនរឹងមាំជាងអ្នកដែលត្រូវគេទុកចោលនោះទេពួកគេក៏បែកបេះដូងដូចតែគ្នាគ្រាន់តែពួកគេលាក់ការឈឺចាប់របស់ខ្លួននៅពីក្រោយការសម្រេចចិត្តមួយដែលគ្មាននរណាចង់ធ្វើមានការពិតចុងក្រោយមួយដែលមនុស្សដែលដើរចេញស្ទើរតែគ្រប់គ្នានឹងជួបប្រទះពួកគេអាចអភ័យទោសឲ្យខ្លួនឯងបានប៉ុន្តែពួកគេមិនដែលឈប់សង្ឃឹមថាបើអ្វីខុសពីនេះបន្តិចប្រហែលជាយើងមិនចាំបាច់បែកគ្នាទេនោះហើយគឺជាការឈឺចាប់ដ៏ស្ងប់ស្ងាត់បំផុតដែលគ្មាននរណាអាចមើលឃើញខ្ញុំមិនដែលចង់ចាកចេញពីអ្នកទេខ្ញុំគ្រាន់តែមិនអាចបន្តបាត់បង់ខ្លួនឯងទៀតបានមានប្រយោគមួយដែលខ្ញុំមិនធ្លាប់និយាយទៅកាន់អ្នកមិនមែនព្រោះតែខ្ញុំមិនចង់និយាយទេប៉ុន្តែព្រោះតែខ្ញុំដឹងថាទោះនិយាយក៏គ្មានអ្វីផ្លាស់ប្ដូរដែរប្រយោគនោះគឺខ្ញុំមិនចង់ចាកចេញពីអ្នកទេបើអាចជ្រើសរើសបានខ្ញុំក៏ចង់នៅខ្ញុំក៏ចង់ឃើញអ្នករាល់ព្រឹកខ្ញុំក៏ចង់ឃើញអ្នកសើចខ្ញុំក៏ចង់កាន់ដៃអ្នកដូចថ្ងៃដំបូងខ្ញុំក៏ចង់ឲ្យរឿងរបស់យើងមានទីបញ្ចប់ដ៏ស្រស់ស្អាតក៏ប៉ុន្តែជីវិតមិនតែងតែផ្ដល់អ្វីដែលយើងចង់បានទេមានថ្ងៃមួយខ្ញុំចាប់ផ្ដើមសួរខ្លួនឯងតើខ្ញុំកំពុងរស់នៅជាមួយស្នេហាឬក៏កំពុងរស់នៅជាមួយការឈឺចាប់ខ្ញុំចាប់ផ្ដើមកត់សម្គាល់ថាខ្ញុំញញឹមតិចជាងមុនខ្ញុំយំច្រើនជាងមុនខ្ញុំស្ងាត់ជាងមុនហើយអ្វីដែលធ្វើឲ្យខ្ញុំភ័យបំផុតនោះគឺខ្ញុំចាប់ផ្ដើមលេងស្គាល់ខ្លួនឯងមនុស្សដែលធ្លាប់មានសេចក្តីសុខคล้ายទៅជាមនុស្សដែលរស់នៅជាមួយការព្រួយបារម្ភមនុស្សដែលធ្លាប់មានទំនុកចិត្តក៏คล้ายទៅជាមនុស្សដែលសង្ស័យខ្លួនឯងគ្រប់ពេលវេលាមនុស្សដែលធ្លាប់ស្រឡាញ់ជីវិតក៏คล้ายទៅជាមនុស្សដែលក្រិនតែព្យាយាមឆ្លងកាត់មួយថ្ងៃនៅពេលនោះខ្ញុំបានយល់ការពិតមួយបើខ្ញុំនៅបន្តប្រហែលជាខ្ញុំនៅតែមានអ្នកប៉ុន្តែខ្ញុំនឹងលែងមានខ្លួនឯងនោះហើយគឺជាតម្លៃដែលខ្ញុំមិនអាចបាត់បង់ទៀតបានទេខ្ញុំមិនដើរចេញព្រោះខ្ញុំលែងស្រឡាញ់អ្នកទេខ្ញុំដើរចេញព្រោះតែខ្ញុំមិនចង់ឃើញខ្លួនឯងបាត់បង់បន្តិចម្ដងរាល់ថ្ងៃនៅពេលខ្លះការស្រឡាញ់នរណាម្នាក់មិនមែនមានន័យថាអ្នកត្រូវនៅជាមួយគេជារៀងរហូតនោះទេនៅពេលខ្លះការស្រឡាញ់នរណាម្នាក់គឺការជូនពរឲ្យគេមានសុភមង្គលបើទោះបីជាសុភមង្គលនោះមិនមានវត្តមានអ្នកនៅក្បែរក៏ដោយហើយការស្រឡាញ់ខ្លួនឯងគឺជាការហ៊ានដើរចេញបើទោះបីជារាល់ជំហានធ្វើឲ្យបេះដូងអ្នកបែកបាក់ក៏ដោយមកដល់ថ្ងៃនេះខ្ញុំនៅតែនឹកអ្នក
ខ្ញុំនៅតែជូនពរឲ្យអ្នកមានសុភមង្គលខ្ញុំនៅតែអរគុណចំពោះការចងចាំល្អដែលយើងធ្លាប់មានក៏ប៉ុន្តែខ្ញុំលែងប្រាថ្នាចង់ត្រឡប់ទៅរស់នៅក្នុងការឈឺចាប់ដដែលនោះទៀតហើយពីព្រោះនៅទីបំផុតខ្ញុំបានយល់ហើយថាការស្រឡាញ់អ្នកមិនគួរមានន័យថាខ្ញុំត្រូវតែឈប់ស្រឡាញ់ខ្លួនឯងនោះទេនេះហើយគឺជារឿងដែលគ្មាននរណាដឹងមនុស្សដែលដើរចេញមិនមែនចង់ឈ្នះអ្នកទេមិនមែនចង់ឲ្យអ្នកឈឺចាប់ទេពួកគេគ្រាន់តែមិនចង់រស់នៅដោយបាត់បង់ខ្លួនឯងបន្តទៅទៀតមនុស្សដែលដើរចេញក៏ឈឺចាប់មិនតិចជាងមនុស្សដែលត្រូវគេទុកចោលដែរហើយក៏ប្រហែលជាបន្ទាប់ពីស្ដាប់វីដេអូនេះរហូតដល់ចប់អ្នកនឹងយល់ថាមិនមែនមនុស្សគ្រប់គ្នាដែលដើរចេញសុទ្ធតែជាមនុស្សដែលគ្មានបេះដូងនោះទេមិនមែនគ្រប់មនុស្សដែលនិយាយពាក្យថាលាសុទ្ធតែមិនឈឺចាប់នោះទេនៅពេលខ្លះមនុស្សដែលដើរចេញគឺជាមនុស្សដែលបានស្រឡាញ់អ្នកខ្លាំងបំផុតបានព្យាយាមច្រើនបំផុតបានអត់ធ្មត់យូរបំផុតហើយក៏បានយំច្រើនបំផុតដែរប៉ុន្តែនៅថ្ងៃមួយពួកគេក៏ត្រូវទទួលស្គាល់ការពិតមួយថាអ្នកមិនអាចរក្សាទំនាក់ទំនងមួយតែម្នាក់ឯងបានទេអ្នកមិនអាចស្រឡាញ់ជំនួសមនុស្សពីរនាក់បានទេអ្នកមិនអាចជួសជុលបេះដូងរបស់អ្នកដទៃដោយបំបែកបេះដូងរបស់ខ្លួនឯងជារៀងរាល់ថ្ងៃបានទេហើយនៅទីបំផុតពួកគេក៏ជ្រើសរើសដើរចេញមិនមែនព្រោះតែពួកគេឈប់ស្រឡាញ់ប៉ុន្តែព្រោះតែពួកគេលែងចង់ឃើញខ្លួនឯងបាត់បង់បន្តិចម្ដងទៀតហើយប្រសិនបើថ្ងៃនេះអ្នកគឺជាមនុស្សដែលដើរចេញសូមកុំរស់នៅជាមួយអារម្មណ៍ថាអ្នកគឺជាមនុស្សអាក្រក់ពីព្រោះមានពេលខ្លះការដើរចេញមិនមែនជាការបំផ្លាញជីវិតនរណាម្នាក់ទេវាគឺជាការជួយសង្គ្រោះជីវិតមនុស្សពីរនាក់មិនឲ្យរស់នៅក្នុងការឈឺចាប់ដែលគ្មានថ្ងៃបញ្ចប់ខ្ញុំសូមអរគុណដែលបានស្ដាប់វីដេអូនេះរហូតដល់ចប់ប្រសិនបើវីដេអូមួយនេះធ្វើឲ្យលោកអ្នកមានអារម្មណ៍ថាទីបំផុតអ្នកយល់ពីអារម្មណ៍របស់ខ្ញុំសូមជួយចុច like subscribe និងចែករំលែកវីដេអូមួយនេះទៅកាន់នរណាម្នាក់ដែលប្រហែលជាកំពុងលាក់ទឹកភ្នែករបស់ខ្លួននៅពីក្រោយពាក្យថាខ្ញុំជាអ្នកដើរចេញហើយមុននឹងទៅខ្ញុំសូមទុកពាក្យមួយឃ្លាជូនអ្នកមនុស្សដែលដើរចេញមិនតែងតែជាមនុស្សដែលឈប់ស្រឡាញ់នោះទេនៅពេលខ្លះពួកគេគ្រាន់តែជាមនុស្សដែលស្រឡាញ់អស់ពីបេះដូងរហូតដល់លែងមានកម្លាំងនៅបន្តទៀតហើយសូមចងចាំជានិច្ចថាមនុស្សដែលស្រឡាញ់ខ្លួនឯងមិនមែនជាមនុស្សអាត្មានិយមនោះទេពួកគេគ្រាន់តែរៀនថាបេះដូងរបស់ខ្លួនក៏សមនឹងទទួលបានសេចក្តីសុខដូចគ្នាជួបគ្នានៅក្នុងវីដេអូបន្ទាប់សូមអរគុណនិងសូមគោរពលា